នេះយើងចាប់ផ្ដើមរៀនសាជាថ្មីពីមេរៀនទី1ទៅតែម្ដងនៅក្នុងសៀវភៅ100 Grammar Tips for Beginners a guide for learners who start or restart learning English អញ្ចឹងសៀវភៅហ្នឹងគឺដោយដែលបានបញ្ជាក់ពីខាងដើមអញ្ចឹងគឺវាគឺសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមឬក៏រៀនសារថ្មីរៀនភាសាអង់គ្លេសសារថ្មីអញ្ចឹងវា beginner ឬក៏ intermediate level គឺអាចហ៊ានឬក៏រំលឹកសារថ្មីបានដូចគ្នាតែម្ដងយើងចូលទៅក្នុងមេរៀនទី1តែម្ដងគឺវាជាផ្នែកនៃ part of speech ហើយវាជាមេរៀនទាក់ទងជាមួយនឹងនាម noun what is noun it is a word that names a person animal thing or place តើនាមជាអ្វីវាគឺជាពាក្យដែលដាក់ឈ្មោះឲ្យមនុស្សសត្វវត្ថុឬក៏ទីកន្លែងLet's look at the nouns in the paragraph below អញ្ចឹងយើងមើលទៅស្វែងរកនាមនៅក្នុង paragraph មួយនេះតែម្ដងខ្ញុំនឹងអានទាំងមូល paragraph ទាំងមូលនឹងហើយយើងនឹងស្វែងរកទាំងអស់គ្នា When a woman loves a man she acts like a child because she needs attention from him When a man loves a woman He acts like a father because he cares about her safety and happiness. When a woman gets mad at a man, she tends to ask many questions and she wants him to explain. When a man gets mad at a woman, he tends to be silent and she will get mad at him for being quiet. When a man truly loves a woman, he lets her win in most arguments.When a woman truly loves a man, she demands his honesty. When he reveals his honest feelings, she gets upset. When a woman is happy, a man is happy too. As the old saying goes, happy wife, happy life. នៅ paragraph ហ្នឹងចូលទៅទំព័របន្ទាប់គឺយើងបំបែកវាទៅជាប្រយោគដាច់ពីគ្នាហើយបានយើងស្វែងរកនាមតែម្ដងអញ្ចឹងអាណាដែលខ្ញុំគូសបន្ទាប់ពីខមហ្នឹងគឺវាជានាមហើយយើងស្វែងយល់ទាំងអស់គ្នាទៅនេះប្រយោគទី1 when a woman អញ្ចឹងបើយើងបកប្រែក្នុង dictionary យើងដឹងថាហ្នឹងគឺមនុស្សស្រីទេត្រូវអញ្ចឹងយើងដឹងថាហ្នឹងជា noun ប៉ុន្តែវិធីក្នុងការចំណាំមួយទៀតបើសិនជាយើងពាក្យនេះយើងអត់ដឹងថាវាបកប្រែយ៉ាងម៉េចយើងមើលអា determiner ឬក៏ special adjective នៅពីមុខនេះ the ឬក៏ earn ឲ្យតែមានអាហ្នឹងនៅពីមុខអាក្រោយវាហ្នឹងគឺជានាមហើយអញ្ចឹងនេះមួយ a woman loves a man អញ្ចឹងមានដូចគ្នាហើយ man យើងដឹងហើយពាក្យហ្នឹង she acts like a child okay because she needs attention from him កន្លែងនេះអត់មានឬក៏ the អីទេប៉ុន្តែវិធីនៅក្នុងការចំណាំនាមមួយទៀតគឺឲ្យតែមានកន្ទុយ tion អាហ្នឹងក៏យើងអាចចំណាំបានមករបៀបទៀតដែរអាហ្នឹងគឺវាជា noun ថាពាក្យវាជានាមណាចឹងវិធីនៅងាយបំផុតគឺយើង check មើលវចនានុក្រម dictionary ចឹងមាន4ហ្នឹងឯងប្រយោគបន្ទាប់ when a man អូខេមួយទៀតហើយ loves a woman ចឹងបាច់បញ្យល់អីទេឡើយហ្នឹង he acts like a father yes ជានាម because he cares about her safety and happiness អញ្ចឹងវិធីនៅក្នុងការចំណាំនាមមួយទៀតនេះខ្ញុំអាចចង់ឲ្យយើងមើលអាកន្ទុយនេះ Annes នឹងសិនអាពីរហ្នឹងគឺគេហៅថា suffix របស់ពាក្យ safe និងពាក្យ happy ហ្នឹងគឺគេយកមកបំពេញបន្ថែមដើម្បីវាคล้ายទៅជានាមអញ្ចឹងយើងគ្រាន់តែចំណាំខ្លួនឯងទៅបានថាពាក្យណាដែលជា adjective ហើយតែមាន t ឬក៏ ness ពីក្រោយហ្នឹងអាហ្នឹងគឺคล้ายទៅជានាមវិញឯងបដូរពី adjective ទៅជានាម safe ជា adjective ដល់ពេល safety ជា noun អញ្ចឹងយើងទៅគូសតាមមូលហ្នឹងមក happiness យើងដូរតែ y មក i មកហើយថែម ness មកគឺคล้ายទៅជានាមដូចគ្នាវា happy យើងប្រកាសជាដឹងថាវាជា adjective ទំព័រប្រយោគបន្ទាប់ when a woman okay I don't have to explain this one gets mad at a man yes she tends to ask
many questions ចឹងពាក្យ questions យើងដឹងថាវាជានាមហើយយើងគុំមើលឃើញវិធីចំណាំមួយទៀតដែរនេះមានតែពាក្យ many ហ្នឹងវាជាគេហៅថា adjective ដែលវាបំពេញន័យឲ្យនាមសម្រាប់នាមដែលគេហៅថានាមរាប់បានណាហើយមួយវិធីទៀតគឺយើងមើលគេដាក់ s អញ្ចឹងអាហ្នឹងក៏អាចជាវិធីក្នុងការចំណាំថាហ្នឹងវាជានាមដូចគ្នាដែរ when a man okay I don't have to explain that one gets mad at a woman no need to explain that one he tends to be silent and she will get mad at him for being quiet when a man មិនពយល់ទេ truly loves a woman មានឆ្ងល់តែមិន paragraph ហ្នឹង a man a woman រហូតចឹងខ្ញុំទឹក intention របស់ខ្ញុំគឺចង់ឲ្យពេលដែលយើងមើលឧទាហរណ៍ដដែលហ្នឹងទៅយើងចាប់ផ្ដើមសម្គាល់ថាអាណាមានពីមុខអីហ្នឹងគឺអាហ្នឹងវាជានាមហើយព្រោះដោយសារមេរៀនរបស់យើងគឺរៀនពីតទៅជាមួយនឹងនាមអញ្ចឹងហើយខ្ញុំទៅសេត្រាដែរហើយឡើយនេះ arguments most មានពាក្យ many មានពាក្យ most more ហើយមាន s ពីក្រោយបែបហ្នឹងគឺវាប្រកាសជានាមហើយ when a woman truly loves a man she demands his honest នេះឃើញមានពាក្យt ដូចខាងលើ safety honesty ហើយពាក្យ honesty ហ្នឹងវាចេញមកពីពាក្យ adjective ដើមវាគឺ honest នេះឃើញខ្ញុំអត់ទៅសេគូបន្ទាប់ពីក្រោមដោយសារតែ honest ខាងក្រោមនេះវាគឺជា adjective ហើយហ្នឹងណាតែដល់ពេល honesty យើងថែម y ទៅវាខ្លាចទៅជា honesty វាជាទម្រង់នាមវិញអញ្ចឹងគ្រាន់តែចង់បញ្ជាក់ប៉ុណ្្នឹងឯងហើយគឺយើងអាចមើលវិធីក្នុងការចំណាំនាមមួយប្រភេទទៀតដែរនេះវានៅពីក្រោយ adjective pronoun his អញ្ចឹងអាហ្នឹងក៏វិធីក្នុងការចំណាំដែរហើយអានេះ his មួយទៀតគេហៅ his ហើយនេះជា adjective យើងក្រោយ adjective វាជានាម feelings ហើយចង់បញ្ជាក់ដែរថាអារម្មណ៍របស់មនុស្សគឺជាទូទៅគឺគេត្រូវដាក់ s វាអារម្មណ៍ច្រើន when he reveals his honest feelings she gets upset when a woman is happy a man is happy too as the old ចឹង old ជា adjective the នេះគឺ the old ហ្នឹងដូចឬក៏ earn ចឹងដែរដូចខ្ញុំបញ្ជាក់ពីខាងដើមចឹងវាជា determiner ហើយវាជា special adjective វាឈរនៅពីមុខនាមហើយ old នេះគឺជា adjective ដែរអញ្ចឹងវាពង្រីកន័យឲ្យពាក្យ saying នេះតាមពិតបើយើងមើលទៅលើពាក្យ say ទៅមួយម៉ាត់អាហ្នឹងវាជា verb ឯងមែនទេប៉ុន្តែយើងថែម ing គេបដូរទៅជា noun ហើយដោយសារតែមានពាក្យ old saying និង old នឹងពីមុខអញ្ចឹងហើយយើង identify ថាវាជានាម okay happy wife យើងដឹងហើយពាក្យហ្នឹងមិនបាច់បញ្យល់ទេ happy life ក្នុងមេរៀននាមហ្នឹងបើយើងមើលឲ្យជាក់ស្ដែងទៅវា simple មែនតើក៏ប៉ុន្តែការដែលយើងប្រើមួយចំនួនយើងនៅតែអត់ទាន់ស្ទាត់បើសិនជាយើងនិយាយភាសានិយាយឬក៏ការសរសេរខុសទៅបន្តិចក៏ខុសដែរអញ្ចឹងហើយខ្ញុំលើកទឹកចិត្តថាយើងហៅវិធីចំណាំដោយខ្លួនឯងដូចរបៀបខ្ញុំចំណាំគឺខ្ញុំចំណាំតាម TION ខ្ញុំចំណាំតាម TY ចំណាំតាម NEWS ហើយចំណាំមាន S នេះពីក្រោយឬក៏មាន many ឬក៏ adjective ផ្សេងនៅពីខាងមុខទាំងអស់ហ្នឹងគឺជាវិធីដែលខ្ញុំចំណាំដោយខ្លួនឯងឥឡូវយើងរៀនហ្នឹងវាទប់បានមួយមេរៀនប៉ុន្តែរៀនតាមសៀវភៅហ្នឹងមើលទៅវា simple អញ្ចឹងខ្ញុំចង់តេស្តសាកមើលអនុវត្តមួយជំហានទៀតគឺយើងនឹងយកសៀវភៅផ្សេងមួយទៀតហើយយើងបើកមើលទៅលើ chapter ណាមួយដើម្បីយកមកអនុវត្តសាកមើលថាយើង identify adjective បាន identify noun បានប្រហែលដែរអញ្ចឹងpart 1 chapter 1អញ្ចឹងចំណាំក្នុងទិសដៅរបស់យើងតេស្តសាកមើលទៅមួយទំព័រសាកមើលទៅថាយើងហៅឃើញនាមបានប្រហែលហើយចាំយើងទៅទាំងអស់គ្នាអញ្ចឹងនៅក្នុង chapter ហ្នឹង
Name dương mơ là name. Anh ấy cô identify nè. Behind the preposition, her chỉ adjective dương confidence. Vì chỉ noun. Vì thếក្នុងការចំណាំ noun ឡើយហ្នឹងគឺមាន2ពាក្យរបស់ confident ហ្នឹងពាក្យដើមវាគឺ dent វាជា adjective ប៉ុន្តែយើងបដូរពី nt ទៅជា nce វាទៅជានាមវិញហើយមួយទៀតគឺវានៅពីក្រោយ her ដែលវាជា adjective pronoun ហើយហ្នឹងគឺវិធីក្នុងការចំណាំបាន2ហើយយើងមើលទៅលើនេះវិញ chapter ក៏ជានាមដែរអញ្ចឹងយើងគូសមក hometown បកប្រែថាម៉េចយើងដឹងហើយហ្នឹងវាជានាមសញ្ញា n នេះគឺស្មើនឹងពាក្យ n នឹងតែនឹងវាមិនមែនជានាមទេយើងបាច់ខ្វល់ទេហើយ memories អានេះក៏ជានាមដែរគូទៀតដឹងថា memory បកប្រែថាម៉េចណាតោះចូលទៅក្នុងហ្នឹងវិញ I started to write this book អញ្ចឹងពាក្យ book ហ្នឹងយើងដឹងហើយវាជាវត្ថុជាសភៅបកប្រែថាសភៅ behind a confident បកទៀតដាក់នាមទៀតតាមពិតពួកយើងរៀនឲ្យស៊ីជម្រៅទៅអា behind a confident ហ្នឹងគឺជានាមមួយទៀតគេហៅភេទឈ្មោះរបស់សភៅប៉ុន្តែខ្ញុំចង់គូសតែជាពាក្យសិនអត់ចង់ទៅដល់ស៊ីជម្រៅនោះពេក On January 8 2025 ឬក៏2025នេះ January នឹងជានាម 8 2025 when my life ជីវិតយើងបកប្រែមកដឹងហើយថានឹងជានាម had been restored into normalcy ពាក្យ normal យើងដឹងថានឹងវាជា adjective តែដល់ពេល time c ពីក្រោយក៏ទៅ c នេះអានឹងវាទៅជា noun ដែរហើយពាក្យហ្នឹងប្រហែលជាយើងអត់សូវជួបទេមើលលិខិតផ្លូវការមួយចំនួននៅក្នុងសាររបស់គេហៅថាផ្លូវការរបស់រដ្ឋាភិបាលឬក៏អីហ្នឹងគឺអាសាឃើញពាក្យនឹង normalcy merely នេះគឺជា adverb ទេហើយ a week នេះពាក្យសប្តាហ៍ហើយមានពីមុខយើងចំណាំដូចខាងមុខមិញហ្នឹង a week after many months នេះពាក្យថាខែហ្នឹងយើងឃើញ s ហើយមានពាក្យ many ពីមុខអញ្ចឹង yes of preposition darkness ឃើញពាក្យ ness ហ្នឹងពីក្រោយហើយចឹងដូចមានហ៊ានគេយើងខាងដើមមិញចឹងបើយើងបកវីដេអូទៅមើលខាងក្រោយយើងដឹងហើយមានពាក្យ ness happiness darkness kindness ពាក្យទៀត sadness កើតមានពាក្យច្រើនតែមានពាក្យកន្ទុយ ness ទៅខ្ល้ายទៅជានាម darkness okay almost to a point ហ្នឹងក៏ជានាមដែរ of preposition depression យើងដឹងពាក្យហ្នឹងថាជានាមឲ្យដោយសារតែវាមានកន្ទុយ s i o n ពាក្យ depressed WSED នេះវាជា adjective តែយើងបដូរហ្នឹងទៅជា ION វាជានាមវិញ although I would never admit nor consider it that way ហើយពាក្យ that way យើងដឹងថាអាចបកប្រែថាជានាមហើយ the truth នេះពាក្យថាការពិតហើយយើងមានពាក្យ the ពីមុខអញ្ចឹងគឺយើងអាច identify វាបាន of the matter នេះមាន the ពីមុខទៀតឃើញ matter ចុះ is ជានាមឬក៏អត់អានឹងអត់ទេណាចឹងគ្រាន់តែចង់រំលឹកបន្ថែម there is one woman ចឹងពាក្យ one វាជាមិនជានាមទេវាជា adjective ដល់ពេលនេះ yes a woman one woman whose life I think January 8 2025 នេះយើងអាច identify ជារួមថាវាជានាមអញ្ចឹងខ្ញុំគូសអានឹងឲ្យមើលតែយើងបកមកឡើង one ឡើងនេះគឺវាឈរពីមុខ woman អញ្ចឹងហើយបើយើងសំដៅថាវាជា adjective ដល់ពេលនេះវិញគឺដាក់តែគ្នាខែមករាថ្ងៃទី8ឆ្នាំ2025តែបើយើងដាក់ជារួមហ្មងអាហ្នឹងក៏ជានាមបានដែរ whose life yes has inspired me to restart anew professionally and personally ក្នុងបន្ទាប់នេះគឺលេខអត់មាននាមទេចូលទៅប្រយោគបន្ថែម she is my soon to be wife យ៉ាងនេះពាក្យនឹងទៅដែរ whom I met in 2018 ពេលវេលា I think យើងអាច identify ថាវាជានាមដែរ back when I was
when I was in novice writer នឹងពាក្យ writer យើងអាចដឹងថាវាជានាម struggling to get my writing career នេះ career off the ground តែពាក្យ writing នេះគឺជា noun ដែរប៉ុន្តែដោយសារយើងប្រើចង់ហៅតែពាក្យតែមួយជានាមតាំងពី my writing ដល់ career នេះគេហៅថា noun phrase អញ្ចឹងយើង identify តែមួយបានហើយវាចង់ identify ទៀតក៏បានដែរអានេះ writing ណា Outwardly, I appear to be confident, but behind my confidence is doubt. ខាងលើ confident នេះគឺ confident ដែរ doubt ជា noun នេះគ្នាពាក្យហ្នឹងគឺការសង្ស័យបកប្រែមក In other words ពាក្យ word នេះបើយើងចង់ identify ក៏វាជានាមដែរ I often doubt my ability អា doubt ខាងមុខនេះជានាមតែ doubt ខាងក្រោយជា verb វិញព្រោះពាក្យ doubt ហ្នឹងគឺអាចបកប្រែបានពីរទម្រង់ជានាមទម្រង់ជា verb ហើយកន្លែងនេះគឺមើលទៅតាម structure របស់ sentence គឺជា verb my ability អញ្ចឹង ability ឡើយនេះគឺជានាម and question យើងមើលពាក្យ question ជាទូទៅគឺជានាមឯងមែនប៉ុន្តែកន្លែងនេះគឺវាដើរតួជា verb វិញព្រោះពាក្យ question គឺអាចដើរតួជានាមអាចដើរតួជា verb អាស្រ័យទៅលើ sentence ដែលយើងសរសេរចេញមកអញ្ចឹងកន្លែងនេះ I often doubt my ability I often question myself ន័យវាគឺចង់និយាយចឹងអញ្ចឹងកន្លែងហ្នឹងគឺជា verb myself មិនជា noun ទេ whether or not I would or could succeed in my job okay or anything that I choose to do for that matter នេះពាក្យ matter ទៅដែរ I never once told anyone but today I am frank and perhaps dumb enough to reveal my biggest នេះពាក្យតែជានាម insecurity self doubt ពាក្យ self doubt ហ្នឹងគឺជានាមដូចគ្នាដែរអញ្ចឹងគ្រាន់តែមក sentence sorry មក page នៃសៀវភៅ behind your confidence យើងអាចស្វែងរកនាមបានខ្លះដែរប៉ុណ្នេះណាក្នុងមេរៀនហ្នឹងវាគឺយើងត្រូវមានការរាប់បែបហ្នឹងដើម្បីឲ្យយើងអាចរៀងងាយយល់ជួបគ្នានៅក្នុងមេរៀនបន្ទាប់នៃសៀវភៅ100 grammar tips for beginners